បាទអញ្ចឹងយើងមកថ្ងៃនេះមានច្រើនមុខមែនទែនជាដំបូងជំរាបសួរបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់អូនសុមេតាហើយថ្ងៃនេះផងដែរយើងជួបវីដេអូថ្មីទៀតហើយថ្ងៃនេះគឺអូនសុមេតាបាទធ្វើការជិះឡានដ៏ទំនើបមួយបាទដើម្បីទៅទិញបង្អែមបាទជាមួយនឹងអ្នកលក់ដ៏ពិសេសរបស់យើងឥឡូវនេះអូនសុមេតាក៏ដូចជាអូនខេម៉ារួមជាមួយនឹងប្រូមៀងបានកំពុងតែបើកឡានបាទដើម្បីទៅទិញបង្អែមយើងធ្វើដំណើរជិតដល់កន្លែងលក់ឲ្យបងប្អូនពេលនោះអូនខេម៉ានិងប្រូមៀងក៏បានបើកឡានមកដល់មុនហើយអូនមេតាក៏បានមកដល់តាមក្រោយពេលនោះយើងឃើញអូនមេតាក៏បានចុះកំងបង្អែមជាមួយនឹងអ្នកលក់របស់យើងហើយអ្នកលក់របស់យើងពេលនោះក៏បានសួរថាអូនមេតាទៅកាយដែរឥឡូវបង្អែមយើងមានបង្អែមក៏ដូចត្រាំមានទឹកសារាយមានទឹកស្លឹកជីអីជាដើមណាហើយអូនសុមេតាពេលនោះក៏បានកំងទឹកសារាយរបស់យើងហើយទឹកសារាយរបស់យើងនេះមើលទៅរៀងរាវក្លោប៉ុន្តែដាក់ទៅដឹងរសជាតិយ៉ាងម៉េចទេព្រោះអត់បានភ្លក់ទេឥឡូវមកដល់វេនអូនខេម៉ាម្ដងអូនខេម៉ាគាត់មកដល់ឈប់ឡាននៅមុខនឹងកំងដែរហើយអ្នកលក់ក៏បានសួរថាអូនត្រូវការអីដែរយើងនេះវិញគាត់លឺអញ្ចឹងទាញតុករកកំងដែរប៉ុន្តែពេលនោះមិនទាន់បានកំងអីផងប្រូមៀងហ្នឹងក៏បានមកកំងជំនួសហើយប្រូមៀងហ្នឹងក៏ពេញចិត្តនៅផ្អែមសារាយនឹងដូចគ្នាផ្អែមសារាយនេះផងដែរអ្នកលក់ក៏បានធ្វើគោទឹកបន្ថែមណាដោយសាររាំងស្ទើរទឹកអញ្ចឹងច្បូកច្បល់គ្នាទាំងអស់ហ្នឹងដើម្បីផ្សាយផ្សំគ្រឿងគ្នាឲ្យបានទៅដល់ប្រូមៀងហើយប្រូមៀងពេលនោះផងដែរគឺចាំយូរដែររាំងខឹងដែរណាស្រែកដាក់ហ្មងថាចាំយូរហើយមិនក៏មិនទាន់បានឥឡូវបងប្អូនក៏លេខមកមើលបង្អែមរបស់យើងបាទមានច្រើនមុខមែនទែនបាទមានគ្រឿងផ្សំមានអីសពបែបយ៉ាងទាំងអស់ណាអ្នកលក់នេះគឺមិនអោយខ្វះមុខណាទេបងប្អូនអញ្ចឹងពេលនេះដែរប្រូមៀងក៏បានចិត្តនៅបង្អែមសារាយនឹងដូចគ្នាហើយអ្នកលក់របស់យើងក៏បានរៀបចំបង្អែមសារាយនឹងដើម្បីដាក់ឲ្យប្រូមៀងហើយពេលនោះផងដែរមានការថែមថយគ្រឿងបន្ថែមទៀតដើម្បីឲ្យប្រូមៀងថាមានរសជាតិកាន់តែឆ្ងាញ់ហើយពេលនោះគឺមានតែបាទដាក់សណ្តែកដីមានអីសពបែបយ៉ាងជូនប្រូមៀងពេលនោះគាត់លើកយកមកប្រុងភ្លក់ហើយស្រាប់តែដល់អូរសជាតិដូចជាមិនសូវជាបើទេយ៉ាងមើលទៅពេលនោះគាត់ធំក្លិនអត់កើតទេអញ្ចឹងហុចឲ្យអ្នកលក់វិញហ្មងទៅអ្នកលក់ពេលនោះបាទកំពុងតែធ្វើផ្សាយផ្សំបន្ថែមទៀតអូនគេមកស្រាប់តែកំងទឹកដោះគោមកកំប៉ុងហើយយកទៅបាត់ទៅអត់មានប្រាប់អ្នកលក់អីប្រហែលទេអ្នកលក់នេះគ្មានបានចាប់អារម្មណ៍អីទេអាឡ័យទាំងពលលក់បង្អែមនេះឲ្យអូនសុមេតាអូនមេតាយើងនេះវិញគាត់បានបង្អែមនៅភ្លាមប្រុងនឹងចាប់ទៅមិនដឹងរសជាតិអូនដូចជាមិនកើតដែរបោះចោលបណ្ដោយទៅណាក៏លេខមកមើលអូនខេម៉ាគាត់បានទឹកដោះគោនឹងភ្លាមឡើងមកអង្គុយលើឡានដូចជាឯងនឹងកំមុំពីងកាអញ្ចឹងមើលនេះបងប្អូនអង្គុយលេងអង្គុយចាក់ម្នាក់ឯងនឹងអត់មានខ្វល់ជាមួយពីណាទាំងអស់បានដោះគោមកកំប៉ុងនឹងហើយនៅមើលអង្គុយបែបស្ទៀវទៀតដែរបងប្អូននេះគឺនិយាយថាអត់មានបានលើកដាក់ទេបងប្អូនគឺពីយកដោះគោនឹងមកគឺឡើងមកខ្លួនឯងអង្គុយលេងខ្លួនឯងទាំងអស់អត់មានបានយកមកដាក់អីទេបងប្អូនហើយមើលទៅឡើងអត់មានចេះខ្លាចអីទេអង្គុយលេងម្នាក់ឯងហើយខ្ញុំម្នាក់អ្នកថតនឹងប្រហោងពោះម្ដងដែរបងប្អូនបកូនឡើងទៅអញ្ចឹងណាឥឡូវក៏លេខមកមើលអ្នកលក់វិញបាទអ្នកលក់បន្ទាប់ពីហៅអូនខេម៉ាអត់ចុះពីលើឡានពេលនេះគឺយកអាការ៉េមនឹងបង្អែមដាក់ក្នុងកតូហ្នឹងមកយកដូរមួយអូនខេម៉ាតែអូនខេម៉ានោះអត់ព្រមអត់ខ្វល់ទេអង្គុយលើឡាននោះធ្វើមិនដឹងទេហើយអ្នកលក់នេះអង្គុយហិតម្នាក់ឯងហ្នឹងទៅអូនខេម៉ាណាកន្លែងដែលលេងនៅកំពង់ដោះគោហ្នឹងណាអូនមេតាក៏បានមកដល់ម្ដងទៀតពេលនោះជាផ្លេឡានតែអ្នកលក់អើយមានអីសល់ទៀតអត់ដូចចង់កំងអីបន្ថែមទៀតអ្នកលក់របស់យើងគាត់លឺអញ្ចឹងមានណាបងប្អូនណារបស់ដែលលក់មិនទាន់អស់ទាំងប្រហែលលេងដាក់ទៅទាំងអស់ដោយផ្សាយផ្សំគ្រឿងឲ្យអូនសុមេតានោះគាត់ពេលគួយជាផ្លេឡានតែនឹងទៅឥឡូវមើលបងប្អូនផ្អែមដល់អូនសុមេតាកំងលើកនេះគឺនៅផ្លែជាងមុនបន្តិចដោយសារលើកនេះអ្នកលក់គឺបានប្រម៉ែប្រមូលទាំងអស់ហ្មងណាដោយសារនៅបង្អែមនៅច្រើនអញ្ចឹងក៏បានលក់ដាក់ទាំងអស់ទៅហើយទៅអញ្ចឹងអូនមេតាគាត់នឹងឃើញកតោបែបហ្នឹងអូឥឡូវអូនញ៉ាំទាំងអស់ហ្មងណាលុយបន្ទាប់ពីទូទាត់លុយឲ្យអ្នកលក់របស់យើងហើយអូនខេម៉ានិងអូនសុមេតាក៏បានទាញឡានម្នាក់មួយដើម្បីធ្វើដំណើរត្រឡប់ទៅវិញហើយពេលនោះផងដែរមុននឹងត្រឡប់ទៅវិញអូនមេតាក៏មិនទាន់អស់ចិត្តដែរបើគឺកំងអ្នកលក់ថែមមកប្រអប់ទៀតណាបងប្អូនអញ្ចឹងពេលនោះអូនខេម៉ាគាត់នឹងឃើញអញ្ចឹងក៏កលេចទៅដែរកលេចទៅមានណាបងប្អូនទៅទាញបង្អែមទាញរបស់របររបស់អ្នកលក់របស់យើងណាអ្នកលក់គាត់នឹងឃើញអញ្ចឹងក៏បានកំជែងបោះអីកំពុះអស់លើហើយអញ្ចឹងពេលនោះអ្នកលក់គាត់ដល់ពេលអញ្ចឹងទៅអូចាប់ផ្ដើមរើតូបបិទបដ ாய் បងប្អូនព្រោះឥឡូវហ្នឹងលក់បង្អែមក៏អស់ហើយដែរអញ្ចឹងចាប់ផ្ដើមរៀបចំបិទទុកដាក់តូបទៅហ្មងទៅហើយពេលនោះផងដែរបានដឹកទាំងតុកដឹកទាំងអីទៅទាំងអស់ហ្មងណាអញ្ចឹងអូនខេម៉ាពេលនោះក៏បានឡើងឡានទៅជាមួយអ្នកលក់របស់យើងដែរណាអញ្ចឹងវីដេអូនេះផងដែរគឺយើងមានតែប៉ុណ្្នឹងទេបងប្អូនហើយជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនារបស់អូនសុមេតាជាចុងក្រោយគឺកុំភ្លេច Subscribe Channel របស់អូនសុមេតាម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នា